បាទសួស្តីបងប្អូនថ្ងៃនេះចម្លាក់ដែលបានសាងពីស្នែងកបីខ្មៅបក់ធ្លុះមានកបីខ្មៅបក់ធ្លុះនិងកបីឃ្លីបបក់ធ្លុះនោះបានពុទ្ធិពិស័យដូចអស់ឲ្យបងប្អូនណាហើយឈុតនេះឈុតសម្រាប់ចែកឲ្យបងប្រុសនៅឯភ្នំពេញបងប្អូនណាគាត់យកមកឈុតហើយឈុតនេះខ្ញុំទឹករៀបថ្មីទេឈុតនេះទឹករៀបថ្មីហើយនេះស្នែងបងប្អូនណាស្នែងដែលបក់ធ្លុះនេះបងប្អូនណាស្នែងនេះបក់ធ្លុះ3ជាន់ណាបក់ធ្លុះឡើយនេះមួយជាន់ទៀតតែខ្ញុំកាត់ផុតអីកន្លែងនេះមួយជាន់កន្លែងនេះមួយជាន់នេះកាលណាតែវាបក់ធ្លុះយូរទៅវាធ្វើឲ្យខ្ទមសាច់ខាងក្នុងប៉ោងណានេះប៉ោងហ្នឹងហើយធ្លុះនេះធ្លុះចាក់ទឹកចេញណានេះកន្លែងនេះក៏ធ្លុះដែរបក់ធ្លុះយូរទៅវាខ្ទមសាច់វាដុសសាច់ឡើងប៉ោងនេះយើងមើលដល់ស្នែងស្នែងឡើងត្រុតឡើងផតហើយកន្លែងនេះក៏ផតដែរមកជួននេះស្នែងនេះបក់ធ្លុះ3ជាន់បងប្អូនណាបក់ធ្លុះ3ជាន់ហើយចម្លាក់ខ្ញុំកំពុងត្រៀមសាងហើយនេះគឺព្រះបាទវេស្សវណ្ណបងប្អូនណាព្រះបាទវេស្សវណ្ណសាងចេញពីឃ្លីបក់ធ្លុះហើយនេះខ្មៅបក់ធ្លុះបងប្អូនណាខ្មៅបក់ធ្លុះហ្នឹងហើយឃ្លីបក់ធ្លុះខ្មៅបក់ធ្លុះគឺខុសគ្នាខ្មៅពណ៌ខ្មៅឃ្លីពណ៌សាច់ឡាយបងប្អូនណាសាច់ឡាយហ្នឹងហើយសាច់ឡាយហើយនេះចុងខ្មៅបក់ធ្លុះនេះគឺយើងបានបញ្ចុះឃ្លីបក់ធ្លុះមួយទៀតណាយើងបញ្ចុះឃ្លីបក់ធ្លុះពីក្រោមដើម្បីឲ្យរបស់នេះវាកើនរិទ្ធបងប្អូនណាកើនរិទ្ធហើយនេះខ្មៅបក់ធ្លុះធម្មតាទេតែយើងអាចបានបញ្ចុះទេដោយសារជាងខុសគ្នាបងប្អូនជាងខុសគ្នានេះគឺជាព្រះបាទវេស្សវណ្ណឆ្លាក់ដាច់ហើយនឹងព្រះខ្វាមដៃពីរនេះគឺសាងចេញពីឃ្លីបក់ធ្លុះបងប្អូនណាឃ្លីបក់ធ្លុះហ្នឹងហើយនេះលោកតាមនេះអីសីហើយនេះព្រះប្រក់នេះបកេ9ហើយចម្លាក់ដែលសាងចេញពីស្នែងកបីឃ្លីបក់ធ្លុះនិងកបីខ្មៅបក់ធ្លុះនោះប្រើហាងការពារអំពើអំពាន់មុនខ្មៅខាបបន្សាបស្នែខាបបន្សាបនៅអាគមបងប្អូនណាហ្នឹងហើយដូចជានឹងពូននេះក្តីបងប្អូនណាប្រើបានទាំងមនុស្សធំមនុស្សតូចស្រីប្រុសកូនក្មេងឡើងក៏ប្រើបានដែរនឹងកន្លែងដែលមានពួកអមនុស្សហើយបងប្អូនដែលត្រូវអំពើជាពិសេសបងប្អូនដែលត្រូវអំពើអំពាន់របស់គេហ្នឹងបងប្អូនយកដាក់តាមខ្លួនទៅអត់ខុសទេបងប្អូនណាដាក់តាមខ្លួនទៅអត់ខុសទេពួកយើងប្រើហាងការពារមុនខ្មៅការពារគ្រោះដែលយើងមើលមិនឃើញហ្នឹងហើយនេះគឺជាប្រខ្វាមដៃ8បងប្អូនណាប្រខ្វាមដៃ8នេះព្រះវេស្សវណ្ណឆ្លាក់ដាច់បងប្អូនឆ្លាក់ដាច់ហ្នឹងហើយនេះព្រះសីវលីហ្នឹងហើយតាមក្បួនបុរាណខ្មែរចាស់ពីដើមគាត់ប្រើស្នែងឃ្លីបក់ធ្លុះខ្មៅបក់ធ្លុះហ្នឹងពីដើមគាត់អត់សូវឆ្លាក់ទេគាត់បានមកគឺគាត់ទុកទាំងក្បាលនៅក្នុងផ្ទះដើម្បីការពារនៅមុនខ្មៅហើយនឹងស្នែរស់ស៊ីលក់ដូរតែឥឡូវនេះគ្រូខ្លះនឹងគាត់យកមកឆ្លាក់ដើម្បីចែកជាទៅដល់បងប្អូនកូនចៅហ្នឹងហើយក៏ចែកដល់ជីវដើម្បីយកទៅគ្រប់ថែសារទាំងអស់គ្នាហ្នឹងហើយអញ្ចឹងចម្លាក់ដែលសាងនេះគឺសាងឡើងពីស្នែងកបីខ្មៅបក់ធ្លុះនិងកបីឃ្លីបបក់ធ្លុះហើយបានពុទ្ធិពិស័យដូចជាព្រះអង្គនេះមួយអង្គនេះពុទ្ធិពិស័យ3ដងហើយបងប្អូនណា3ដងហើយបងប្អូនចូលមើលក្នុងaccount ខ្ញុំទៅឃើញខ្ញុំពុទ្ធិពិស័យបើបងប្អូនតាមដានខ្ញុំ TikTok ឃើញខ្ញុំពុទ្ធិពិស័យរហូតកាលណាតែខ្ញុំយកទៅពុទ្ធិពិស័យខ្ញុំថតផុសហើយបងប្អូនណាគឺខ្ញុំអាចលាក់បានទេហ្នឹងហើយនេះព្រះឈ្នះមាកន្លែងយើងរស់ស៊ីអ្នកធ្វើការអ្នករស់ស៊ីអីអ្វីក៏ដោយសូម្បីតែអ្នកធ្វើការក៏កាច់កង់គ្នាដែរកាច់កង់ចង់ប៉ែងជើងគ្នាដែរអញ្ចឹងយើងមានមួយអង្គនេះដាក់តាមខ្លួនទៅណាការប៉ែងជើងការខឹងស្អប់អីគឺមិនអាចមកផ្ចាញ់យើងបានទេបងប្អូនមិនអាចមកផ្ចាញ់យើងបានទេកន្លែងយើងរស់ស៊ីដូចមានភ្ញៀវខ្ញុំច្រើនដែលគាត់យកទៅកប់បងប្អូនណាយកទៅកប់ដូចគេយកលុយទៅគេជពាក់លុយក៏គេសងលុយហើយរស់ស៊ីក៏រៀងកាក់កប់ជាងមុនអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងរបស់ដែលសាងពីស្នែងកបីខ្មៅបក់ធ្លុះហ្នឹងគឺប្រកែអញ្ចឹងហើយចម្លាក់ចេញពីខ្ញុំគឺខ្ញុំតែងតែបង្ហាញស្នែងបងប្អូនមើលមិនថាអូនេះស្នែងបក់ធ្លុះអត់មានស្នាទេមានស្នែងតាំងពីមិនទាន់កាត់រហូតដល់កាត់ស្នែងបោះកំរោលមុននឹងយកទៅសាងបោះកំរោលសិនបោះកំរោលម្ដងពីរដងហើយបានយកទៅសាងដើម្បីត្រៀមយកអភិសេកទៀតហ្នឹងហើយថ្ងៃទី29នេះអភិសេកចុងក្រោយអស់វត្តហើយមានតែនៅឆ្ងាយនៅបាត់ដំបងជិលតោឆ្ងាយណាមួយរបស់ដែលយើងបានពុទ្ធិពិស័យក៏ច្រើនវត្តដែរហើយអញ្ចឹងឆ្ងាយពេកជិលទៅអញ្ចឹងបងប្អូនចង់បានចម្លាក់ដែលសាងហើយបានធ្វើកិច្ចពុទ្ធិពិស័យត្រឹមត្រូវ
នឹងអាចតាក់ទងមកតាមលេខ Telegram ដែលខ្ញុំដាក់ហ្នឹងបងប្អូនណាហ្នឹងហើយមានគ្រប់អង្គមានคลิกបកធ្លុះខ្មៅបកធ្លុះបងប្អូនណាប្រើហាការពារអំពើបំពន់មុនខ្មៅបន្សាបដល់ស្នេហ៍អាគមហ្នឹងហើយបាទសូមអរគុណបងប្អូនណាហ្នឹងហើយ